ចាសសូមជម្រាបសួរសូមស្វាគមន៍មកកាន់កម្មវិធីចំណេះដឹងម្ហូបអាហារ Food Insight ដែលនាងខ្ញុំសុគន្ធាកម្មវិធីនេះផ្ដល់ជូនលោកអ្នកនៅចំណេះដឹងនិងរឿងរ៉ាវពាក់ព័ន្ធនឹងម្ហូបអាហារនៅថ្ងៃនេះយើងនឹងជជែកពាក់ព័ន្ធនឹងគ្រឿងផ្សំចំនួន1មុខដែលមានតួនាទីសំខាន់នៅក្នុងការចម្អិនម្ហូបអាហារដែរគឺប្រេងចម្អិនអាហារចង់ដឹងថាតើប្រេងចម្អិនអាហារចាមានតួនាទីបែបណានៅក្នុងការចម្អិនហើយតើប្រេងចម្អិនអាហារមានប្រេងបែបណាខ្លះប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារបែបអាស៊ីនិងបែបអឺរ៉ុបតោះមកស្វែងយល់ទាំងអស់គ្នាប្រេងមិនមែនត្រឹមតែប្រើប្រាស់ដើម្បីការពារកុំឲ្យសាច់ឬក៏បន្លែជាប់ខ្ទះឬក៏ឆ្នាំងប៉ុណ្ណោះទេប៉ុន្តែវាក៏មានតួនាទីសំខាន់ដូចជាជួយបញ្ជូនកម្ដៅទៅកាន់អាហារចាជួយបន្ថែមក្លិននិងរសជាតិហើយក៏ជួយធ្វើឲ្យសាច់ឬក៏បន្លែមានពណ៌ស្រស់ស្អាតផងដែរប្រេងដែលពេញនិយមប្រើប្រាស់នៅក្នុងមុខម្ហូបបែបអាស៊ីមានដូចជាប្រេងសណ្ដែកដែលយើងហៅថា soybean oil ចាដែលជាប្រេងប្រើប្រាស់ច្រើនបំផុតនៅក្នុងប្រទេសចិនកម្ពុជានិងប្រទេសជិតខាងដទៃទៀតហើយគេប្រើប្រាស់ប្រេងពពួកប្រេងសណ្ដែកនេះសម្រាប់ឆាចៀនឬក៏បំពងជាដើមដោយសារតែប្រេងប្រភេទនេះមានរសជាតិស្រាលហើយមិនធ្វើឲ្យបាត់បង់រសជាតិដើមនៃម្ហូបអាហារប្រេងមួយទៀតគឺជាប្រភេទប្រេងសណ្ដែកដី peanut oil ដែលពេញនិយមនៅក្នុងប្រទេសចិនហើយភាគច្រើនគេប្រើប្រាស់សម្រាប់ឆាបំពងនិងប្រើប្រាស់នៅក្នុងទឹកជ្រលក់ជាដើមប្រេងមួយទៀតគឺ sesame oil នេះជាប្រភេទប្រេងដែលមានក្លិនពិសេសដែលជនជាតិកូរ៉េជប៉ុននិងចិនភាគច្រើនប្រើប្រាស់ដើម្បីបន្ថែមទៅលើម្ហូបដែលរួចរាល់សម្រាប់ការទទួលទានសម្រាប់ញាំសម្រាប់ប្រឡាក់សាច់ marinate ហើយនិងសម្រាប់ធ្វើទឹកជ្រលក់ដែរមួយទៀតគឺពពួកប្រេងដូងដែលប្រើច្រើននៅខាងប៉ែកម៉ាឡេស៊ីឥណ្ឌូនេស៊ីភាគខាងត្បូងនៃប្រទេសឥណ្ឌាសម្រាប់ជាមុខម្ហូបការីនិងមុខម្ហូបដែលគេប្រើប្រាស់ខ្ទិះដូងសម្រាប់ប្រេងដែលគេពេញនិយមសម្រាប់ប្រើប្រាស់នៅក្នុងការចម្អិនម្ហូបបែបអឺរ៉ុបគឺមានដូចជាទី1គឺ extra virgin olive oil តែភាគច្រើនគឺប្រើប្រាស់នៅខាងប្រទេសអ៊ីតាលីអេស្ប៉ាញនិងក្រិចជាដើមដែលគេប្រើប្រាស់ប្រេងអូលីវជាចម្បងសម្រាប់ធ្វើជាសាឡាត់ឬក៏ bruschetta ដោយសារតែប្រេងប្រភេទនេះមានក្លិនផ្លែអូលីវពីធម្មជាតិទី2គឺពពួក olive oil ជាប្រភេទប្រេងដែលគេប្រើប្រាស់សម្រាប់ឆាចៀនសម្រាប់មុខម្ហូបដែលមានកម្ដៅខ្លាំងទី3គឺប្រភេទ sunflower oil ប្រភេទប្រេងផ្កាជក់រត់ដែលមានរសជាតិស្រាលនិងស័ក្តិសមសម្រាប់ការដុតនំសម្រាប់ការបំពងចៀននិងសម្រាប់ធ្វើ mayonnaise ស្រដៀងគ្នាទៅនឹងប្រេងពោតផងដែរប្រេងពោតក៏ជាប្រភេទប្រេងសម្រាប់ប្រើប្រាស់ធ្វើជា mayonnaise ដ៏ល្អដោយសារតែប្រេងប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់ការធ្វើ mayonnaise ហើយយើងអាចយកទៅដាក់នៅក្នុងទូត្រជាក់ដោយមិនមានការកកខ្លាញ់និងអាចរក្សាទុកបានយូរនៅមានអ្វីទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានដើម្បីchiaចំណេះដឹងបន្ថែមសូមអរគុណ